សូមអាននៅព្រះបន្ទូលព្រះគម្ពីរលោកុបាទជំពូក10ខ1ទៅដល់ខ32ដែលនិយាយពីសាសនានាដែលជាពូជពងរបស់លោកណូអេនេះជាដំណរវងនៃពួកកូនរបស់លោកណូអេគឺសឹមហាំនិងយ៉ាផែតក្រោយពីទឹកជំនន់មកអ្នកទាំង3បានបង្កើតកូនចៅដូចតទៅកូនរបស់យ៉ាផែតគឺគូមើម៉ាកូម៉ាដាយយ៉ាវ៉ាន់ទូបាលមេសេកនិងទីរ៉ាសកូនរបស់គូមើគឺអរខ្នាសរីផាតនិងតូបកាម៉ាកូនរបស់យ៉ាវ៉ាន់គឺអេលីសាតាស៊ីសគីទីមនិងរ៉ូដានីមគឺអ្នកទាំងនោះហើយដែលបានបែកទៅរស់នៅតាមតំបន់ឆ្នេរសមុទ្រនេះជាដំណរវងរបស់យ៉ាផែតតាមស្រុកតាមភាសាតាមអំបូរនិងតាមជាតិសាសន៍របស់គេកូនរបស់ហាមគឺកូសមីរ៉ែតពូតនិងកាណាន់កូនរបស់គូគឺសេបាហាវីឡាសាប់តារ៉ាម៉ានិងសាប់តេកាកូនរបស់រ៉ាម៉ាគឺសេបានិងដេដានកូសក៏បង្កើតនីរ៉ុតដែលជាមនុស្សខ្លាំងពូកែទី1នៅលើផែនដីគាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ាហេតុនេះហើយបានជាមានពាក្យពោលថាដូចនីរ៉ុតជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ានគរដំបូងរបស់គាត់គឺបាបិនអេរ៉េកអាកាបនិងកាល់ណេនៅស្រុកស៊ីណាគាត់ចេញពីស្រុកនោះទៅស្រុកអាសឺហើយសង់ក្រុងនីនីវេរេហូបូតកាឡាសនិងរេសែនដែលនៅកណ្ដាលក្រុងនីនីវេនិងក្រុងកាឡាសដែលជាក្រុងដ៏ធំមីសារ៉ែមបង្កើតពួកលូឌីមពួកអណាមីមពួកលេហាប៊ីមពួកណាប់ធូហ៊ីមពួកបាត្រូស៊ីមពួកកាស្ឡូហ៊ីមដែលពួកភីលីស្ទីនកើតពីពួកនោះមកនិងពួកកាប់ថារីមកាណានបង្កើតស៊ីដូនជាកូនច្បងនិងហេតព្រមទាំងពួកយេបូសពួកអាម៉ូរីពួកកាកាស៊ីពួកហេវីពួកអឺគីពួកស៊ីនីពួកអឺវ៉ាឌីតពួកសេម៉ារីតនិងពួកហាម៉ាធីតក្រោយមកអំបូរកាណានក៏បែកញែកគ្នាទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់ពីក្រុងស៊ីដូនទៅខាងក្រុងកេរ៉ារហូតដល់ទីក្រុងកាសាទៅខាងក្រុងសូដុំកូម៉ូរ៉ាអាត់ម៉ានិងសេបោមរហូតដល់ក្រុងឡាសានេះជាដំណរវងរបស់ហាំតាមអំបូរតាមភាសាតាមស្រុកនិងជាតិសាសន៍របស់គេឯសឹមជាឪពុករបស់ពួកកូនចៅហេបឺបានហើយជាបងយ៉ាផែតក៏មានកូនដែរកូនរបស់សឹមគឺអេឡាំអាសឺអឺប៉ាសាតលូតនិងអឺរ៉ាមកូនរបស់អឺរ៉ាមគឺអូសហូលកេធើនិងម៉ាស់ប៉ាសាតបង្កើតសេឡាហើយសេឡាបង្កើតហេបេលបង្កើតបានកូនប្រុស2មួយឈ្មោះផាឡេកត្បិតនៅចំនួនរបស់គាត់ផែនដីបានបែកខ្ញែកហើយប្អូនប្រុសរបស់គាត់ឈ្មោះយុគឋានបង្កើតអាល់ម៉ូដាតសេឡេបហាសាម៉ារ៉េតយេរ៉ាម៉ាដូរ៉ាមអូសាលឌីក្លាអូប៉ាល់អូបម៉ាល់សេបាអូភីម៉ាវីឡានិងយូបាប់អ្នកទាំងនេះសុទ្ធតែជាកូនរបស់យុគឋានទឹកដីដែលគេរស់នៅលាតសន្ធឹងចាប់ពី
ចាប់តាំងពីមេសាទៅខាងសេផារហូតដល់តំបន់ភ្នំខាងកើតនេះជាដំណលវងរបស់សឹមតាមបំបូរតាមភាសាតាមស្រុកនិងជាតិសាសន៍របស់គេគឺសុទ្ធតែជាពូជអម្បូររបស់ចៅលោកណូអេតាមខ្សែស្រឡាយតាមជាតិសាសន៍របស់គេហើយអ្នកទាំងនោះបានបែកខ្ញែកចេញទៅជាសាសផ្សេងៗនៅលើផែនដីក្រោយទឹកជំនន់អាមែន